សួស្តីបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំនាំបងប្អូនទៅលេងនៅភ្នំគិរីរម្យបងប្អូនប្រកាសជាស្គាល់ហើយភ្នំគិរីរម្យគឺស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺបងប្អូនបើយើងទៅធ្វើដំណើរតាមវិជ្ជា4យើងមកដល់ផ្សារត្រេតយ៉ាងយើងវត្តស្ដាំមកយើងឃើញនៅទស្សនវិជ្ជានៅអ្នកលក់ជាច្រើនដូចជាលក់មាន់លក់បាយលក់ម្ហូបនៅតាមជំហៀងផ្សារត្រេតយ៉ាងបងប្អូនហើយបើយើងធ្វើដំណើរពីខាងផ្លូវល្បឿនលឿនវិញយើងចុះមកខាងច្រកកំពង់ស្ពឺបន្ទាប់មកយើងបត់ស្ដាំជិះប្រហែល 4-5 នាទីមកដល់ផ្សារត្រេតយ៉ាងដូចគ្នាបងប្អូនគ្រាន់ថាយើងជិះតាមផ្លូវល្បឿនលឿនវាលឿនជាងអីចឹងបងប្អូនដូចខ្ញុំធ្វើដំណើរទៅចឹងខ្ញុំចេញដំណើរតាំងពីម៉ោងប្រហែលជា5កន្លះពីផ្ទះនាំទៅដល់ខាងគិរីរម្យហ្នឹងជិះទៅដល់ប្រហែលជាម៉ោង8ឡើយទៅវិញផ្លូវទៅខាងពេជ្រណាល់ហើយអញ្ចឹងជិះនាំមកដល់គិរីរម្យមកដល់សាត្រេអញ្ចឹងហ្នឹងពិបាកប្រហែលជាម៉ោង8កន្លះបងប្អូនឥឡូវខ្ញុំកំពុងធ្វើដំណើរទៅខាងលើភ្នំគិរីរម្យបងប្អូនទស្សនវិជ្ជាតាមដងផ្លូវគឺដើមឈើដូចជាងាប់ច្រើនណាបងប្អូនខែក្តៅខ្ញុំទៅលេងខែក្តៅអញ្ចឹងដើមឈើជ្រុលលឹកជ្រុះអីច្រើនឬក៏គេដុតខ្លះអីខ្ញុំដឹងឃើញលក្ខណៈធម្មជាតិបបៃតងអីចឹងបងប្អូនឃើញដើមឈើដូចជាឆេះឬក៏វាក្តៅជ្រុលលឹកជ្រុះអីចឹងបងប្អូនអញ្ចឹងទស្សនវិជ្ជានៅខាងក្រៅដូចខ្ញុំទៅដូចមិនសូវស្អាតបងប្អូនចាំមើលតតែខែភ្លៀងអីដើមឈើលាស់ហើយស្មៅដុះអញ្ចឹងទៅឃើញបៃតងខ្ចីអញ្ចឹងបងប្អូនខ្ញុំទៅលេងដូចទស្សនវិជ្ជាតាមផ្លូវដូចមិនសូវស្អាតបងប្អូនទៅលេងខែក្តៅហើយមុនយើងចូលទៅលេងភ្នំគិរីរម្យបងប្អូនដូចច្រើនបងប្អូនអត់បានធ្វើម្ហូបធ្វើអីពីផ្ទះមកឬក៏យករបស់ហូបចុកអីពីផ្ទះមកយើងក៏អាចទិញនៅផ្សារត្រេតអញ្ចឹងបងប្អូនជំនាញផ្សារនេះគេលក់មាន់កាប់មាន់ខ្វៃមាន់ដុតអីមានហើយនឹងលក់បាយលក់ម្ហូបអីមានណាបងប្អូនអញ្ចឹងយើងអាចទិញពីកន្លែងផ្សារត្រេតអញ្ចឹងក៏បានដែរបងប្អូនទិញយកមកទុកញ៉ាំនៅលើភ្នំគិរីរម្យទៅហ្មងក៏បានដែរបងប្អូនកុំឲ្យថាយើងមកដល់កន្លែងរីសតគេឬក៏មកដល់រមណីយដ្ឋានគេយើងទៅញ៉ាំអីយើងថ្លៃរបស់របរយើងថ្លៃជាងនៅផ្សារអញ្ចឹងបងប្អូនយើងបានសំលុយខ្លះដែរបងប្អូនហើយទស្សនវិជ្ជាដែលខ្ញុំធ្វើដំណើរទៅលើភ្នំគិរីរម្យបងប្អូនឥឡូវមកដល់កន្លែងណាទៀតបងប្អូនកន្លែងគ្រប់សក្ការៈបូជាខ្ញុំមិនសូវស្គាល់ដែរដល់តាណាទៅទស្សនវិជ្ជាតាមដងផ្លូវបងប្អូនវាពេលធ្វើដំណើរហ្នឹងខ្ញុំចេញមកវាល្បាក់ថាម៉ោង9ទៅដល់លើភ្នំត្មងហើយជាល្បាក់ហើយជាម៉ោងចូលប្រហែលជាម៉ោង10កន្លះអីដែរបងប្អូនជិះប្រហែលជាថា1ម៉ោងកន្លះមើលទៅយើងឆ្ងាយគួរសមដែរបងប្អូនឥឡូវមកដល់ជិតដល់ខាងលើបងប្អូនខ្ញុំបានថតនៅទស្សនវិជ្ជានៅពីផ្លូវខាងមុខបងប្អូនថតបាននៅចំហៀងកញ្ចក់ឡានបងប្អូននេះទស្សនវិជ្ជាមានដើមឈើខ្ពស់មកដល់លើនេះដូចដើមឈើដូចវាលាស់ឲ្យចេញបៃតងខ្ចីនៅខាងក្រោមហ្នឹងដើមឈើដូចជាងាប់ច្រើនឃើញលឹកហោមឈូអញ្ចឹងឬក៏គេដុតឬក៏វាជ្រុះខ្លួនវាខ្ញុំមិនដឹងដែរបងប្អូន
ដល់លឿងត្រជាក់បន្តិចក្រោមមើលទៅដូចក្តៅហ្មងខ្ញុំជឿវាងាប់អត់ខាងលើហ្នឹងនៅលើភ្នំគិរីរម្យគឺមាន resort មានរមណីយដ្ឋានជាច្រើនសម្រាប់បងប្អូនមកលេងពេលខ្លះហ្នឹងមួយថ្ងៃវល់ល្ងាចហ្នឹងតាមអស់បងប្អូនមានកន្លែងគេដើរលេងច្រើនហ្នឹងបងប្អូននៅគាត់ទៅដល់នេះយើងដល់ម៉ោងបាយបាត់ហើយបងប្អូនសម្រាប់អ្នកមកពីឆ្ងាយពីពេញអញ្ចឹងណានេះទស្សនភាពដែលខ្ញុំថតពីផ្លូវខាងមុខបងប្អូនមានដើមឈើអមទាំងខាងផ្លូវហើយជំនាញខាងនោះខាងឆ្វេងដៃនេះគឺមាន resort មួយកន្លែងទៀតជាប់មាត់ទឹកមកទេបងប្អូនខ្ញុំអត់បានចូលមានរមណីយដ្ឋានច្រើនណាបងប្អូនហើយសម្រាប់បងប្អូនដែលចូលចិត្តមកទស្សនាដើរលេងថ្ងៃសៅរ៍អាទិត្យឬថ្ងៃបុណ្យទានអីហ្នឹងគឺមនុស្សច្រើនណាស់ទេបងប្អូននឹងមកលេងច្រើនមានតាមវិទ្យាជាតិមានអន្តរជាតិអីក៏មកលេងនៅភ្នំគិរីរម្យនេះផងដែរហើយកន្លែងនេះគឺកន្លែងពេលនេះខ្ញុំភ្លេចឈ្មោះហើយបងប្អូនអតីតព្រះរាជដំណាក់ស្ដេចទេបងប្អូននេះខ្ញុំថតធ្វើដំណើរទៅកន្លែងអតីតរាជដំណាក់ស្ដេចបងប្អូននៅនេះនៅខាងនេះដែលខ្ញុំថតនេះគឺទស្សនភាពនៅពីខាងលើបងប្អូននៅសល់តែគោកបងប្អូនគឺមានការបបែកអស់ហើយបងប្អូនបើតែចូលទៅដំណើរទៅមានអត់ជាក់មកបងប្អូនចូលតាំងពីសម័យយូរតែតាពីដំណាក់ស្ដេចតែបងប្អូនធ្លាប់ស្គាល់ហើយសម្រាប់អ្នកបងប្អូនលេងមកលេងនៅក្នុងគិរីរម្យបងប្អូនគាត់ជាស្គាល់ហើយកន្លែងនេះបងប្អូនបើតែពេលខ្ញុំមកលេងគឺស្ងាត់ដែរពីច្រើនគេទៅលេងខាង resort ដែលគេទៅតែគេល្បីបើថ្មីមានហាងកាហ្វេហាងអីបងប្អូនពីច្រើនគេទៅលេងខាងនោះអញ្ចឹងខ្ញុំមកកន្លែងនេះគឺស្ងាត់ដែរតែមានទស្សនភាពស្អាតធ្វើឲ្យបងប្អូនតាក់ទាញចង់គាត់លេងអញ្ចឹងបងប្អូនខាងនោះខាងជួងភ្នំខាងទៀតមានអារម្មណ៍ថាជាក់បងប្អូនពេលថ្ងៃយើងមានអារម្មណ៍ជាក់ណាស់មានដើមឈើច្រើនបងប្អូននេះផ្លូវចូលទៅខាងគេដាក់តាំងកន្លែងអតីតព្រះរាជដំណាក់ព្រះស្ដេចបងប្អូននៅខាងឆ្វេងដៃខ្ញុំមិនបានចូលទៅដល់នោះបងប្អូនមានគេដាក់តាំងហើយឯខ្លះខ្ញុំមិនបានចូលខ្ញុំថតទស្សនភាពខាងក្រៅឲ្យបងប្អូនទស្សនាតែមកខាងនេះស្ងាត់ដែរបងប្អូនកន្លែងនេះគឺកន្លែងទឹកធ្លាក់ហើយជាន់ទី1បងប្អូនបើតែខ្ញុំភ្លេចមើលឈ្មោះជាន់ទី1នេះនឹងមានប្រហែលជាន់ហើយទឹកធ្លាក់នេះខ្ញុំអត់ទៅដឹងដែរថានេះវាជាទឹកធ្លាក់ជាន់ទី1បងប្អូន